សម្រាប់សង្គ្រាមដ៏ក្រៅកគុកនៅតំបន់ជោបបូព៌ាដែលយើងតែងតែតាមដានគឺភាគច្រើនតាក់ទងនឹងអ៊ីរ៉ង់និងប្រទេសអាមេរិកសម្រាប់ថ្ងៃនេះគឺកងទ័ពរបស់អ៊ីស្រាអែលនឹងក៏បានបន្តវាយប្រហារតាមដែនអាកាសទៅលើទីក្រុងបេរុតនៃទីLebanon ខណៈដែលសហរដ្ឋអាមេរិកបានចេញសេចក្តីព្រមានដ៏គួរឲ្យព្រួយបារម្ភថាអ៊ីរ៉ង់អាចនឹងវាយប្រហារទៅលើសាកលវិទ្យាល័យនៅក្នុងប្រទេសនេះដូចគ្នាដើម្បីឆ្លើយតបនឹងការវាយប្រហារដែលបានកើតឡើងទៅលើស្ថាប័នអប់រំនៅអ៊ីរ៉ង់នោះគឺស្ថានភាពមួយនេះនឹងបានធ្វើឲ្យមានភាពតានតឹងនឹងគឺកាន់តែឡើងកម្ដៅយ៉ាងខ្លាំងហើយនឹងបង្ហាញថាសង្គ្រាមមិនត្រឹមតែមាននៅលើទីប្រជុំជនយោធានោះទេប៉ុន្តែកំពុងតែរាលដាលទៅដល់គោលដៅស៊ីវិលនិងវិស័យអប់រំផងដែរគឺយោងតាមរបាយការណ៍ថ្មីនេះគឺកងទ័ពរបស់អ៊ីស្រាអែលនឹងបានវាយប្រហារទៅតំបន់ជាទីក្រុងបេរុតជាច្រើនកន្លែងដែលត្រូវបានគេជឿថាជាគោលដៅរបស់ក្រុមហេបូឡាដែលគ្រប់គ្រងទៅដោយប្រទេសអ៊ីរ៉ង់ហ្នឹងហើយការវាយប្រហារនេះគឺបានកើតឡើងជាបន្តបន្ទាប់ពីមានការព្រមានឲ្យប្រជាពលរដ្ឋចាក់ចេញពីតំបន់ជាក់លាក់មុននឹងពេលដែលមានការផ្ទុះយ៉ាងខ្លាំងហើយក៏មានការឮសំឡេងនឹងនៅទូទាំងទីក្រុងតែម្ដងដោយសារតែមានការវាយប្រហារធ្ងន់ធ្ងរស្ថានភាពមួយនេះគឺមិនត្រឹមតែបង្កនៅភាពភ័យខ្លាចក្នុងចំណោមប្រជាជនឬក៏ប្រជាពលរដ្ឋតែប៉ុណ្ណោះទេប៉ុន្តែបានធ្វើឲ្យមានការផ្លាស់ទីរបស់ប្រជាជនយ៉ាងច្រើនហើយយ៉ាងឆាប់រហ័សដោយមានប្រជាជនជាង1លាននាក់បានរត់គេចខ្លួននោះពីតំបន់ដែលគេកំពុងតែប្រយុទ្ធប្រឆាំងគ្នាហ្នឹងហើយក៏មានការវាយប្រហារជាបន្តបន្ទាប់ទាំងអស់នេះគឺជាការព័ត៌មានដែលដកស្រង់បឋមចេញពីសារព័ត៌មាន Reuters ហើយសម្រាប់ព័ត៌មាននេះក៏បានបន្ថែមទៀតថាវិបត្តិមួយនេះគឺជាវិបត្តិមនុស្សធម៌ដែលកំពុងតែកើតឡើងនោះវាកំពុងតែតានតឹងខ្លាំងហើយកំពុងតែកើតឡើងជាមួយនឹងភាពអស្ថិរភាពយ៉ាងខ្លាំងនៅក្នុងតំបន់ទាំងមូលនៅពេលដូចគ្នានេះដែរគឺស្ថានភាពគឺកាន់តែធ្ងន់ធ្ងរឡើងហើយនៅពេលដែលស្ថានទូតរបស់សហរដ្ឋអាមេរិកនៅក្នុងទីក្រុងបេរុតនឹងបានប្រមានថាអ៊ីរ៉ង់និងក្រុមដែលពាក់ព័ន្ធអាចនឹងមានគោលដៅវាយប្រហារទៅលើសាកលវិទ្យាល័យនៅក្នុង Lebanon ដែលភាគច្រើនមានទំនាក់ទំនងជាមួយនឹងសហរដ្ឋអាមេរិកហើយការព្រមានមួយនេះគឺបានបង្កឲ្យមានការបិទសាលារៀនជាបណ្ដោះអាសន្ននិងការផ្លាស់ប្ដូរទៅការសិក្សាតាមអនឡាញដូចជាករណីសាកលវិទ្យាល័យ American University of Beirut ដែលបានផ្លាស់ប្ដូរទៅរៀនតាមអនឡាញដើម្បីការពារសុវត្ថិភាពសិស្សនិងបុគ្គលិកដែលនៅក្នុងអគារនោះផ្ទាល់សម្រាប់អ្នកវិភាគអន្តរជាតិបានលើកឡើងថាការគម្រាមកំហែងទៅលើស្ថាប័នអប់រំនេះគឺជាការកើនឡើងដ៏គួរឲ្យព្រួយបារម្ភព្រោះតែវាប៉ះពាល់ទៅដល់មនុស្សធម៌ក៏ដូចជាប្រជាពលរដ្ឋនិងជនស៊ីវិលធម្មតាដែរគ្រាន់តែជាអ្នករៀនអ្នកបុគ្គលិកនិងសិស្សានុសិស្សតែប៉ុណ្ណោះព្រោះវាបង្ហាញថាភាគីទាំងពីរនឹងបានពង្រីកគោលដៅចេញពីយោធាទៅកាន់សង្គមស៊ីវិលហើយពួកគេបានព្រមានថាប្រសិនបើសាកលវិទ្យាល័យខ្លាចទៅជាគោលដៅពិតមែននោះវាអាចបង្កឲ្យមានវិបត្តិធំសម្រាប់យុវជននិងវិស័យអប់រំក្នុងតំបន់បន្ថែមពីនេះគឺការវាយប្រហាររបស់អ៊ីស្រាអែលទៅលើទីក្រុង Lebanon ហ្នឹងគឺជាផ្នែកមួយក៏ដូចជាយុទ្ធនាការដ៏ធំប្រឆាំងនឹងក្រុមភេរវកម្ម Hezbollah ដែលបានបាញ់រ៉ុកែតចូលទៅក្នុងទីក្រុងអ៊ីស្រាអែលក្នុងការគ្រប់គ្រងទៅដល់អ៊ីរ៉ង់ហើយនេះក៏បានបង្កឲ្យចំនួននេះគឺពង្រីកពីការប្រយុទ្ធក្នុងប្រទេសតែមួយទល់នឹងមួយទៅជាប្រទេសឬក៏ក្រុមជាច្រើនចូលរួមហើយខ្ញុំក៏សង្ឃឹមថានឹងមិនមានប្រទេសមហាអំណាចណាចូលរួមបន្តទៀតពីព្រោះខ្ញុំសង្ឃឹមថាសង្គ្រាមនេះនឹងមិនចាប់នៅឆាប់ដូច្នេះគឺការប្រយុទ្ធនេះគឺបានបន្តហើយក៏ប្រយុទ្ធគ្នាទៅកាន់ប្រទេសនិងក្នុងតំបន់ទាំងមូលមិនលើកលែងតំបន់ស៊ីវិលតែប៉ុណ្ណោះទេហើយក្នុងរយៈពេលប្រហែលសប្តាហ៍ចុងក្រោយនេះគឺមានមនុស្សជាង 1000 នាក់បានស្លាប់ហើយនឹងរាប់ម៉ឺននាក់បានរងរបួសខណៈដែលហេដ្ឋារចនាសម្ព័ន្ធជាច្រើនហ្នឹងក៏ត្រូវបានបំផ្លាញជាពិសេសគឺនៅក្នុងប្រទេសអ៊ីរ៉ង់តែម្ដងសម្រាប់ស្ថានភាពមួយនេះគឺបានធ្វើឲ្យសហគមន៍អន្តរជាតិនឹងអំពាវនាវឲ្យមានការបញ្ឈប់នៅអំពើហិង្សានិងចូលរួមចរចាសន្តិភាពប៉ុន្តែការប្រយុទ្ធនោះគឺនៅតែបន្តខណៈដែលការវាយប្រហារនេះគឺប៉ះពាល់កាន់តែធ្ងន់ធ្ងរដូច្នេះហើយគឺពិបាកក្នុងការធ្វើឲ្យកម្ដៅរបស់ភាគីសងខាងនឹងថយចុះខ្លាំងសម្រាប់ប្រជាពលរដ្ឋនៅក្នុងទីក្រុងបេរុតវិញពួកគេដែលប្រើប្រាស់ជីវិតប្រចាំថ្ងៃនឹងគឺបានផ្លាស់ប្ដូរយ៉ាងខ្លាំងព្រោះតែមានការវាយប្រហារដោយមីស៊ីលផ្សេងហើយបានបន្តឲ្យមានការភ័យខ្លាចជាបន្តបន្ទាប់នឹងធ្វើឲ្យមានការខ្វះខាតនៅសេវាសាធារណៈសម្រាប់មនុស្សជាច្រើនត្រូវបានបង្ខំឲ្យទៅរស់នៅខាងក្រោមដីឬក៏ជំរំណាមួយដែលជាឆ្ងាយដែលផុតពីការគំរាមកំហែងនិងមិនដឹងថាពេលណាការវាយប្រហារបន្ទាប់នឹងកើតឡើងសរុបមកវិញគឺការវាយប្រហារបន្តរបស់អ៊ីស្រាអែលទៅលើបេរុតនេះគឺនឹងមានការព្រមានពីសហរដ្ឋអាមេរិកអំពីការវាយប្រហារដោយអ៊ីរ៉ង់នឹង
គឺការវិភាគលើសពីតំបន់យោធាទៅកាន់សាកលវិទ្យាល័យហើយក៏បានបង្ហាញថាសង្គ្រាមនេះកំពុងតែឈានទៅកាន់កម្រិតមួយថ្មីដែលគ្រោះថ្នាក់ជាងមុនហើយខណៈដែលគោលដៅស៊ីវិលកំពុងតែក្លាយទៅជាគោលដៅប្រយុទ្ធមែនហើយក៏មនុស្សគ្រប់គ្នាបានមានចម្ងល់ថាតើពិភពលោកនេះគឺអាចទប់ស្កាត់ការកើនឡើងនៃចំនួននេះបានទេឬក៏វានឹងបន្តរាលដាលទៅកាន់វិបត្តិធំជាងមុនហើយប៉ះពាល់ទៅដល់សន្តិសុខសកលដូច្នេះហើយយើងមានតែរងចាំតាមដានទាំងអស់គ្នាហើយក៏សង្ឃឹមថាអាមេរិកនឹងលុកដៃបន្ថយទៅលើអ៊ីស្រាអែលក្នុងការវាយបន្តទៅលើតំបន់ដូចជាសាលារៀននិងតំបន់មន្ទីរពេទ្យនិងតំបន់ស៊ីវិលផ្សេងៗដែលមិនជាប់ពាក់ព័ន្ធដូច្នេះហើយយើងមានតែរងចាំទស្សនាទាំងអស់គ្នាតាមដាននៅព័ត៌មាននេះហើយខ្ញុំក៏សំណូមពរអ្នកទាំងអស់គ្នាពុកម៉ែបងប្អូនដែលបានស្ដាប់ហ្នឹងជួយចុច like និង subscribe មកកាន់ channel របស់ខ្ញុំដើម្បីខ្ញុំអាប់ដេតព័ត៌មានទៅអ្នកទាំងអស់គ្នាវិញបានយ៉ាងឆាប់រហ័ស